គួតដែលថយរបៀបហ្នឹងគឺអត់ល្អមើលទេសូម្បីខ្ញុំក៏មើលការប្រកួតខ្ញុំក៏អត់ពេញចិត្តដែរបាទសូម្បីប្រធានសហព័ន្ធគុនខ្មែរឯកឧត្តមខៅឆាយក៏បានលើកឡើងថាការប្រកួតរវាង អាមរិនជាមួយនឹងកីឡាករម៉ូអាប់ឌុលរ៉ាម៉ាន់គឺជាការប្រកួតដែលមិនល្អមើលនោះទេជាពិសេសគឺឯកឧត្តមបានចោទទៅលើ អាមរិនពីព្រោះថាការប្រកួតគឺមិនមានភាពស្វាហាប់ឬក៏មានភាពសឿងក្នុងការចូលប្រកួតជាមួយនឹងដៃគូឡើយយ៉ាងណានោះយើងទៅស្ដាប់ការបកស្រាយរបស់ឯកឧត្តមប្រធានទាំងអស់គ្នាបាទថ្ងៃនេះគឺយើងបានរៀបចំការប្រជុំពិនិត្យលទ្ធផលឡើងវិញសម្រាប់ការប្រកួតរវាង អាមរិននិងកីឡាករម៉ូអាប់ឌុលរ៉ាម៉ាន់បាទជនជាតិអង់គ្លេសនេះហើយក៏បានអញ្ជើញភាគីកីឡាករម៉ូអាប់ឌុលរ៉ាម៉ាន់មកដែលមានគ្រូគាត់ហើយក៏ដូចជាមានអ្នកថតរូបគាត់មកផ្ទាល់មួយដែរបាទអញ្ចឹងយើងពិនិត្យទៅចុងក្រោយឃើញថាលទ្ធផលបច្ចេកទេសគឺវាប្រហាក់ប្រហែលគ្នាទេបាទវាប្រហាក់ប្រហែលគ្នាយើងនិយាយប្រហាក់ប្រហែលហ្នឹងដោយសារអីទី1គឺទឹក1ទឹក2គឺ អាមរិនគាត់ឈ្នះដោយសារតែទោះបីជា អាមរិនថយប៉ុន្តែកីឡាករបរទេសក៏គាត់អត់បានវាយចំគោលដៅ អាមរិនដែរហើយ អាមរិនគាត់បានធាក់ហើយនឹងទាត់បានច្រើនជាងបាទហើយទឹក2ជាពិសេសគឺគាត់ឡើងមកជង្គង់ចូលសិចហ្នឹងគឺគាត់បានបន្ទុកអញ្ចឹងទឹក1ទឹក2គឺ អាមរិនចំណែកឯទឹក3ហើយនិងទឹក5គឺកីឡាករខាងបរទេសខាងម៉ូគូខៀវហ្នឹងគាត់ឈ្នះហើយចំណែកឯមានតែទឹក4មួយទេដែលបទីបតុងបាទនៅក្នុងនោះគឺចៅក្រម5នាក់3នាក់ឲ្យទៅកីឡាករ អាមរិន2នាក់ឲ្យទៅម៉ូទៅលទ្ធផលដែលប្រកាសថ្ងៃមុនហ្នឹងគឺអាមរិនឈ្នះដោយសារតែការប្រកួតហ្នឹងគឺជាការប្រកួតខ្សែក្រវ៉ាត់ហើយបើសិនជាលទ្ធផលប្រហាក់ប្រហែលគឺយើងមិនអាចឲ្យអ្នកមកដដើមឈ្នះទេបាទបើសិនជាការប្រកួតហ្នឹងជាការប្រកួតមិត្តភាពអាហ្នឹងគឺគិតថាលទ្ធផលហ្នឹងអាចស្មើតែបើសិនត្រូវការរកអ្នកឈ្នះគឺយើងនៅតែរក្សាឲ្យម្ចាស់ខ្សែក្រវ៉ាត់នៅតែឈ្នះការប្រកួតព្រោះអីគាត់បានថាមិនបានវាយឲ្យឈ្នះនៅលើបច្ចេកទេសទេបាទនៅលើបច្ចេកទេសព្រោះអីយើងការដាក់បន្ទុកគឺយើងដាក់ទៅលើការវាយចូលអញ្ចឹងកីឡាករគឺទោះបីជាថយតែគាត់វាយចូលច្រើនអញ្ចឹងណាខ្ញុំដឹងថាការប្រកួតនេះគឺមានការវែងញែកច្រើនពីមហាជនដោយសារតែការប្រកួតនេះកីឡាករ អាមរិនគាត់ថយខ្លាំងពេកបាទថយខ្លាំងពេកគឺគាត់ថយរហូតដល់សង្ឃថាមហាជនគេហៅថារត់ណាបាទអញ្ចឹងការប្រកួតដែលថយរបៀបហ្នឹងគឺអត់ល្អមើលទេសូម្បីខ្ញុំក៏មើលការប្រកួតហើយខ្ញុំក៏អត់ពេញចិត្តដែរបាទគាត់ថាការប្រកួតនេះអត់ល្អមើលហើយបើមើលពីរូបភាពគឺសំតែកីឡាករបរទេសហ្នឹងគាត់អ្នកឈ្នះដោយសារតែគាត់មានស្មារតីប្រយុទ្ធច្រើនជាង អាមរិនបាទ អាមរិនគាត់ថយខ្លាំងពេករហូតដល់អាចថាទៅជាខ្លាចគូប្រកួតអញ្ចឹងណាមើលមកប៉ុន្តែលទ្ធផលបច្ចេកទេសនៅតែយើងដាក់បន្ទុកទៅតាមការវាយចេញបាទវាយចំគោលដៅមានទម្ងន់បាទទោះបីកីឡាអាមរិនគាត់ថយប៉ុន្តែគាត់វាយចំគោលដៅហើយការប្រកួតជាទូទៅយើងការប្រកួត5ទឹកគឺបើសិនជាកីឡាករដែលគាត់វាយឈ្នះបាន3ទឹកបានថាគាត់នឹងអាចឈ្នះការប្រកួតដែរព្រោះយើងដឹងណាបាយឈ្នះ3ទឹកបានដល់សល់2ទឹកទៀតទោះគាត់ចាញ់ក៏គាត់នៅឈ្នះការប្រកួតដែរអញ្ចឹងនេះគឺជាលទ្ធផលបច្ចេកទេសដែលយើងបានរកឃើញបានថាបើនិយាយសរុបមកថាការប្រកួតហ្នឹងគឺលទ្ធផលបច្ចេកទេសគឺប្រហាក់ប្រហែលគ្នាទេប៉ុន្តែដោយសារកីឡាករបរទេសហ្នឹងគាត់មកទៅតាមខ្សែក្រវ៉ាត់ហើយគាត់មិនអាចយកឈ្នះដោយបច្ចេកទេសទៅលើ អាមរិនបានអញ្ចឹងគាត់យើងអាចឲ្យគាត់ឈ្នះបានទេហើយគាត់ក៏ឯកភាពដែរមិញនេះយើងឃើញដែរទាំងអស់គ្នាគឺគាត់បានឯកភាពទទួលស្គាល់ពេលដែលមើលវីដេអូឡើងវិញហើយយើងពិនិត្យទៅលើចំណុចវាយចេញទាំងអស់ហ្នឹងគឺគាត់ទទួលស្គាល់ថាគាត់ពិតជាបានវាយចេញតិចជាង អាមរិនមែនទោះបីជាគាត់វាយបានចំគោលដៅច្បាស់មានទម្ងន់ជាងប៉ុន្តែតិចជាងហើយសំខាន់បំផុតនោះគឺទឹក1ទឹក2ដែលគាត់អត់បានវាយសោះបានវាយតិចមែនតើដែលធ្វើឲ្យ អាមរិនទទួលបានបន្ទុកទៅលើ2ទឹកហ្នឹងបាទយ៉ាងងាយបាទ